listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ100ខែស្រាបឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយតែត្រូវនឹងថ្ងៃទី11ខែសីហាគ្រិស្តសករាជ2014ចា៎ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃពលរដ្ឋសង្កាត់អូចាខេត្តបាត់ដំបងបារម្ភពីការខូចខាតស្រូវដោយសារការធ្លាយប្រេងម៉ាស៊ូតក្នុងស្រែស្រូវស្រែរាប់ពាន់ហិកតាត្រូវលិចខូចខាតនិងមនុស្ស20នាក់ស្លាប់ដោយសារទឹកជំនន់ទន្លេមេគង្គសហគមន៍ខ្មែរកម្ពុជាក្រោមនិងបណ្ដាញយុវជនក្រុងធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃច័ន្ទនេះតំណដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចវៀតណាមនៅស្រុកលំផាត់ខេត្តរតនគិរីរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាត់ជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានពិស្ដាប្រេងម៉ាស៊ូតជាច្រើនលីត្របានធ្លាយហូរចូលស្រែរបស់កសិករតាមប្រឡាយមេដែលត្រូវគេបង្ហូរតាមប្រព័ន្ធរំដោះទឹកនៅក្នុងសង្កាត់អូចាខេត្តបាត់ដំបងកសិករទាំងនោះព្រួយបារម្ភថាប្រេងម៉ាស៊ូតនឹងបំផ្លាញស្រូវជាច្រើនហិកតានៅផ្នែកខាងក្រោមខ្សែទឹកចាលោកមុំនិរតរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិមណ្ឌលចេញបានផ្អើលម្ដងយកប្រេងម៉ាស៊ូតគ្រប់គ្នាដែលអណ្ដែតត្រៀបត្រានៅតាមទឹកយកទៅប្រើប្រាស់ជាមួយគ្នានេះពួកគេក៏សម្ដែងក្តីបារម្ភថាសារធាតុប្រេងម៉ាស៊ូតដែលកំពុងរីកសាយភាយពេញផ្ទៃប្រឡាយនេះក្រៅពីធ្វើជាអតិពលនិងមានផលប៉ះពាល់ដល់ដំណាំស្រូវហើយប្រេងម៉ាស៊ូតនេះថែមទាំងធ្វើឲ្យខូចខាតបរិស្ថានថែមទៀតផងកំពុងអោនងើបដោយដៃមានកាន់កញ្ច្រែងហើយមានអេប៉ុងសម្រាប់បឺតត្រង់យកប្រេងម៉ាស៊ូតផងប្រជាពលរដ្ឋបានដឹងនៅថ្ងៃទី10សីហាថាពួកគេនៅមិនទាន់ប្រកាសថាប្រេងម៉ាស៊ូតដែលបែកធ្លាយនៅពេលនេះមានប្រភពចេញពីទីណាឲ្យបានច្បាស់លាស់នៅឡើយទេពួកគេបន្តថាថ្មីបណ្ដោះពេលនេះប្រេងម៉ាស៊ូតនេះនៅមិនទាន់ប្រកាសថាក្រោយពីដងរួចអាចយកទៅប្រើប្រាស់បានដែរឬយ៉ាងណានោះតែពួកគេអាងថាមានមនុស្សច្រើនណាស់ដែលផ្អើលមកត្រង់យកប្រេងម៉ាស៊ូតយកទៅប្រើប្រាស់ដែរនោះខ្ញុំអត់ដឹងដែរទឹកមកមិញប្រហែលជាច្រើនដែរព្រោះគេអ្នកត្រង់បានអាខ្លះ4 5 6កណ្ដុងអីទៅហើយហ្នឹងអ្នកកើតដែរដែលគេដឹងមុនគេត្រង់បានច្រើនងាប់មកខូចអស់1 លីត្រងាប់អស់ហើយវាក្តៅបើមានភ្លៀងមកហូរទៅស្រែខូចស្រែអស់នៅពេលនេះស្មៅនឹងរុក្ខជាតិដែលដុះក្នុងប្រឡាយមេបានក្រៀមស្វិតជាបណ្ដាហើយក្រៅពីនេះអ្នកដែលកំពុងដងប្រេងម៉ាស៊ូតមួយចំនួនហើយយកទៅប្រើប្រាស់និយាយថាសារធាតុនេះមិនត្រឹមតែធ្វើឲ្យរុក្ខជាតិក្នុងទឹកត្រូវស្វិតរលួយទេតែថែមទាំងបណ្ដាលឲ្យជើងដៃរបស់ពួកគេនៅពេលនេះក៏ក្រៀមស្បែកដែររឹតតែជួបផលលំបាកទៅទៀតនោះចំហាយសារធាតុម៉ាស៊ូតបានជះក្លិនភាយតាមខ្យល់នៅពេលចូលចិត្តហើយក្លិនធួលនៃសារធាតុម៉ាស៊ូតនេះស្ទើរទ្រាំពុំបានទៀតផងរស់នៅសង្កាត់អូចាលោកមានកុសលដែលអះអាងថាជាតំណាងឲ្យពលរដ្ឋនៅក្នុងសហគមន៍បណ្ដងចេញអះអាងថាប្រេងម៉ាស៊ូតដែលបែកធ្លាយនៅពេលនេះគឺចេញពីស្ថានីយ៍ប្រេងឥន្ធនៈរបស់លោកលេងស្រុនលោកបន្តថាព្រោះក្រោយពីប្រជាពលរដ្ឋតវ៉ាមិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈលេងស្រុនបង្ហូរចូលក្នុងស្រះបុរាណក្នុងសហគមន៍ហើយទើបបង្វែរសារធាតុនេះបញ្ចូលតាមប្រព័ន្ធលូរំដោះទឹកក្នុងក្រុងរួចបង្ហូរចូលប្រឡាយមេតែម្ដងចេញពីការ៉ាសសាំងលេងស្រុននឹងតែម្ដងបាទចេញពីហ្នឹងព្រោះកាលដែលពីមុនមកលូនឹងដែលមិនតាន់កាយហ្នឹងគឺនៅកប់នៅហ្នឹងមិនអាចហូរមកទេនៅពេលដែលលិចលង់ប្រជាពលរដ្ឋខាងលើនឹងមានទំនាស់ទឹកស្រះហ្នឹងក្រោយមកទៀតហ្នឹងក៏ពួកខ្ញុំសំណើទៅលោកអភិបាលក្រុងដាក់លូក៏ធ្លាយមុខហ្នឹងមកតែម្ដងបដិសេធនឹងការលើកឡើងនេះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈលោកលេងស្រុនអះអាងថាសារធាតុប្រេងម៉ាស៊ូតដែលបែកធ្លាយនៅពេលនេះគឺពុំមែនចេញពីស្ថានីយ៍របស់លោកឡើយលោកបន្តថារហូតមកដល់ពេលនេះទាំងក្រុមការងាររបស់លោកនិងស្ថាប័នជំនាញរបស់ក្រុងបាត់ដំបងកំពុងពិនិត្យនិងសិក្សារោគមូលហេតុខ្ញុំកំពុងធ្វើការបូមពីបន្លាយនៅចេញតែក្នុងប្រយោគខ្ញុំវាអត់មាននេះអូនណាអត់មានជ្រាបអត់មានអីទេខ្ញុំគោះមើលអស់ហើយខ្ញុំវាយបាទហើយសារព័ត៌មានក៏វាមានច្រើនដែរគេមកចុះពិនិត្យឃ
ឃើញកន្លែងដែលខ្ញុំចោះតាមប្រយោជន៍តាមអីហ្នឹងវាអត់មានហូរមានសើមអីទាំងអស់ចំណែកអភិបាលក្រុងបាត់ដំបងលោកសៀងអែមប៊ុនស៊ីថ្លែងថានៅពេលនេះស្ថាប័នជំនាញកំពុងទប់ស្កាត់និងចាត់វិធានការបន្ទាន់ដើម្បីបញ្ជៀសបញ្ហាលោកសន្និដ្ឋានជាបឋមថាបញ្ហានេះទំនងជាកើតឡើងនៅពេលអ្នកធ្វើការឲ្យលោកលេងស្រុនលួចបន្លំប្រិយមិត្តរួចលាក់ទុកទើបបីធ្លាយនៅពេលនេះខ្ញុំមកមនីរតវិទ្យុអាស៊ីសេរីខេត្តបាត់ដំបងចំនួនទឹកទន្លេមេគង្គនៅបន្តឡើងឥតឈប់ឈរបណ្ដាលឲ្យមនុស្សប្រមាណជា20នាក់ស្លាប់និងប៉ះពាល់ផលស្រូវដំណាំរាប់ម៉ឺនហិកតារបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅតាមខេត្តមួយចំនួនទន្ទឹមនឹងទឹកចំនួនជន់លិចតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជានោះតំបន់មួយចំនួនទៀតបែរជាខ្វះទឹកធ្វើស្រែក្នុងពេលរដូវវស្សាជិតផុតពេលទៅវិញលោកបូហាជាតិរាយការណ៍អំពីរឿងនេះអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកញឹមវណ្ណដាបានដឹងថាចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ទន្លេមេគង្គបានកើនឡើងដល់20នាក់ហើយមកទល់នឹងថ្ងៃទី10សីហានេះលោកអះអាងថានៅពេលនេះលោកកំពុងតែចុះពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តព្រៃវែងដោយបន្ថែមថាតំបន់ដែលទឹកឡើងលិចក៏កើនឡើងច្រើនដែរគិតចាប់តាំងពីពេលទឹកទន្លេបានឡើងកាលពីថ្ងៃទី1សីហាមកទល់នឹងថ្ងៃទី10សីហានេះគឺនៅពេលមុននេះចំនួនតំបន់ជន់លិចបានកើនឡើងពី57មក63ស្រុកខណ្ឌនិងក្រុងព្រមទាំងចំនួនតំបន់ជន់លិចឃុំសង្កាត់បានកើនឡើងពី78ដល់84ឃុំសង្កាត់ស្លាប់មនុស្សហើយនេះថែមម្នាក់ទៀតនៅព្រៃវែងវាឡើងជា20គឺប្រុស14ហ្នឹងហើយប្រុស14ហើយស្រី6ហើយក្នុងនោះកុមារ10នាក់លោកញឹមវណ្ណដាដែលជាទីរដ្ឋមន្ត្រីដែលនោះបន្តថាផលប៉ះពាល់នឹងទឹកជំនន់នេះជិតប្រហាក់ប្រហែលឆ្នាំ2013ដែរតែលោកមិនទាន់អាចវិតម្លៃកម្រិតនៃផលប៉ះពាល់បានភ្លាមទេគ្រាន់តែធ្វើការវិតម្លៃត្រួសថាផលប៉ះពាល់ស្រូវរាប់ម៉ឺនហិកតានិងប៉ះពាល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែរការខូចខាតវាឃើញមនុស្ស20នាក់ហើយស្រូវដំណាំរួមផ្សំតួលេខទៀតជាបន្តិចប៉ុន្តែការខូចខាតគឺខ្ញុំមិនទាន់វាយតម្លៃបានទេដោយក្រសួងជំនាញក៏គិតទូក្រោយប៉ុន្តែខ្ញុំក៏ដឹងថាប៉ះពាល់រាប់ម៉ឺនហិកតាស្រូវហើយប្រជាជនប៉ះពាល់គឺយើងនិយាយថារាប់ម៉ឺនគ្រួសារដែរប្រជាជនទីទួលសវត្ថិភាពមកតាមមិញគឺ8841គ្រួសារប៉ុន្តែនេះឡើងដល់ជិត10000គ្រួសារហើយនៅទីទួលសវត្ថិភាពហើយទីទួលសវត្ថិភាពច្រើនពីគេនៅស្រុកកំពង់ភ្នំហើយខេត្តអូចាមតែថ្ងៃនេះខ្ញុំមកព្រៃវែងឃើញឡើងដល់ជាង300គ្រួសារហើយនៅទីទួលសវត្ថិភាពពោះប្រជាជនជាង40000ខ្នងដែលទៅប៉ះពាល់ហើយគោក្របី20000គោបានទៅទីទួលសុវត្ថិភាពតាមវត្តតាមផ្លូវថ្នល់តាមទៀនជាទូទៅទឹកជំនន់ទន្លេមេគង្គច្រើនជន់លិចនៅក្នុងរវាងពីខែសីហាដល់តុលាស្ទើរតែរៀងរាល់ឆ្នាំនៅកម្ពុជាកាលពីឆ្នាំទៅមិញទឹកជំនន់បានធ្វើឲ្យមនុស្សស្លាប់168នាក់និងប៉ះពាល់ប្រជាពលរដ្ឋជិត2លានគ្រួសារដែលភាគច្រើនរស់នៅតាមដងទន្លេមេគង្គនេះបើផ្អែកទៅលើរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំពោះទឹកជំនន់ឆ្នាំនេះក្រសួងធនធានទឹកនិងឧតុនិយមអាព្យាករណ៍ថាក្រៅតែពីជំនន់ទន្លេមេគង្គដោយសពមួយដងក៏បណ្ដាលមកពីឥទ្ធិពលព្យុះរ៉ាម៉ាសាន់នៅប្រទេសខ្សែទឹកខាងលើផងដែរហើយតាក់ទងទៅនឹងជំនន់មេគង្គនេះលោកញឹមបណ្ដាបានព្រួយបារម្ភថាទឹកនឹងអាចឡើងម្ដងទៀតនៅខែតុលាដោយកាលពីទឹកជំនន់ឆ្នាំ2013ដែរដែលអាចធ្វើឲ្យមានផលប៉ះពាល់និងខូចខាតកាន់តែច្រើនឡើងថែមទៀតស្របពេលនៅតំបន់ខ្លះនៃខេត្តដទៃទៀតកសិករកំពុងតែខ្វះទឹកធ្វើស្រែដូចជាខេត្តកំពង់ស្ពឺតាកែវកណ្ដាលជាដើមខ្ញុំវោហាជាតិវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃក្រសួងមហាផ្ទៃកំពុងសួរចម្លើយទៅលើមនុស្សមួយក្រុមពាក់ព័ន្ធនឹងការវះកាត់ជួញដូរក្រលៀនមនុស្សខុសច្បាប់កាលពីថ្ងៃទី9ខែសីហាសមត្ថកិច្ចសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធនិងតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សមួយក្រុមនៅមន្ទីរពេទ្យប្រកេតវេលាហៅពេទ្យធំប៉ុន្តែសមត្ថកិច្ចហាក់លាក់លៀមមិនទាន់ទម្លាយព័ត៌មានប្រាប់ពីអត្តសញ្ញាណនិងចំនួនជនសង្ស័យដែលបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីនេះនៅឡើយប៉ុន្តែទោះជាយ៉ាងនេះក្តីព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គម Facebook ខ្លះសរសេរថាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស9នាក់ក្នុងនោះមានទាំងឧត្តមសេនីយ៍ឯកលីសវណ្ណប្រធានមន្ទីរពេទ្យប្រកេតវេលានិងលោកឧត្តមសេនីយ៍តូកែវរាវុធជាអនុប្រធានមន្ទីរពេទ្យផងដែរចាប្រធានការិយាល
ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកកៅធាបានប្រាប់បច្ចុប្បន្នអាស៊ីសេរីយ៉ាងខ្លីកាលពីថ្ងៃទី10ខែសីហាថាករណីនេះលោកកំពុងស៊ើបអង្កេតហើយខ្ញុំកំពុងតែធ្វើការស៊ើបអង្កេតខ្ញុំតែធ្វើការសាកសួរបន្តអត់ចប់ទេចាអ្នកនាំពាក្យមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកខេងទីតូបញ្ជាក់ថាកងរាជអាវុធហត្ថពិតជាបានសហការជាមួយនឹងសមត្ថកិច្ចហើយចុះឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងសំណុំរឿងជួញដូរក្រលៀនមនុស្សពិតមែនប៉ុន្តែលោកសុំមិនឆ្លើយអ្វីទាំងអស់ដោយរុញឲ្យទៅសួរខាងសមត្ថកិច្ចប៉ូលីសប្រឆាំងការជួញដូរមនុស្សដោយប្រាប់ថាសមត្ថកិច្ចនោះគឺជាម្ចាស់សំណុំរឿងនេះផ្ទាល់ចាពាក់ព័ន្ធនឹងការជួញដូរក្រលៀននេះមេធាវីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកគង់ពិសីមានប្រសាសន៍តាមទូរស័ព្ទកាលពីយប់មិញថាលោកមិនដែលដឹងថានៅប្រទេសកម្ពុជាអាចមានមន្ទីរពេទ្យវះកាត់ដូរក្រលៀននេះបានចាលោកបន្តថាច្បាប់នៅកម្ពុជាគឺហាមវះកាត់យកចេញសរីរាង្គខាងក្នុងរបស់មនុស្សរួមមានបេះដូងឬក្រលៀនជាដើមទោះបីជាបុគ្គលនោះស្លាប់ក៏ដោយខ្ញុំមិនដែលឮរឿងហ្នឹងទេប៉ុន្តែឮថាមានការជួញដូរទៅរៀនឬក៏ផ្នែកឯណាមួយមិនដែរហ្នឹងខ្ញុំមិនដែលឮថាទៅផ្នែកយើងអាចមានលទ្ធភាពធ្វើដល់ហ្នឹងខ្ញុំអត់ដឹងទៅចោះប៉ុន្តែអ្វីដែលធ្វើហ្នឹងមនុស្សយើងគឺថាมันអាចទៅនឹងថាមានការឲ្យលក់ដូរចឹងទេទោះបីមានការព្រមព្រៀងពីម្ចាស់គេនឹងក៏ដោយលុះត្រាតែដែលយើងធ្វើទៅដោយសម្រាប់ភាពឧទាហរណ៍គឺថាយើងមានទីផ្នែកចរាចរណ៍អីចឹងទៅហើយគេឲ្យយោបល់មកថាគាត់មិនអាចយកបានទេអញ្ចឹងទៅមានក្រុមសិក្សារបស់គេនឹងពិភាក្សាឲ្យទៅក្រុមគ្រួសារហ្នឹងហើយអញ្ចឹងយើងក៏មានអ្នកដែលជំងឺរងចាំតាមការដូរវេលាឬក៏ដូរបេះដូងហ្នឹងអញ្ចឹងលោកមេធាវីគង់ពិសីគូបញ្ជាក់ថាកម្ពុជាមានច្បាប់ការពារចំពោះសាកសពចាចំណែកឯទោសទណ្ឌនៃការវះកាត់លក់ដូរសរីរាង្គមនុស្សគឺជាបទមជ្ឈិមដែលត្រូវជាប់ពន្ធនាគារពី6ខែដល់5ឆ្នាំប្រតាមនឹងគិតទៅតាមច្បាប់និងច្បាប់ព្រហ្មទណ្ឌពីព្រោះថាច្បាប់ព្រហ្មទណ្ឌនឹងមានមេត្រា1គឺថាការរំលោភលើបូរណភាពនៃសាកសពបានន័យថាសាកសពនោះក៏ឆ្លាក់ទៅហើយក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់ទោះបីប្រពន្ធឆ្លាក់ក៏មិនមែនកម្មសិទ្ធិរបស់ស្រីម្ដាយឆ្លាក់ក៏មិនមែនជាកម្មសិទ្ធិរបស់កូនអញ្ចឹងការណាទៅយើងទៅវះកាត់សាកសពនឹងយកពីលៀនហ្នឹងអាហ្នឹងបានន័យថារំលោភបូរណភាពនៃសាកសពអាហ្នឹងមួយតែបើមនុស្សនឹងរស់នៅវិញដូចជាគេយកមនុស្សហ្នឹងទៅប្រើប្រាស់អ្វីមួយគេហៅថាការជួញដូរមនុស្សហើយមើលឃើញថាគេយកមនុស្សហ្នឹងយកទៅលុបផ្នែកណាមួយអាហ្នឹងក៏ជាប្រភេទនៃការជួញដូរមនុស្សដែរតែខ្ញុំមិនច្បាស់ពីរឿងថាតើត្រូវទទួលទោសទណ្ឌប្រហែលខែប្រហែលឆ្នាំទេប៉ុន្តែយើងត្រូវទទួលទោសយ៉ាងហោចណាស់ទៅទោសមជ្ឈិមដែរទោសមជ្ឈិមហ្នឹងគឺមានន័យថាត្រឹម5ឆ្នាំចុះមកក្រោមចុះមកถึง6ខែតាមប្រភពព័ត៌មានក្នុងស្រុកបានដឹងថាការវះកាត់ដោះដូរក្រលៀនមួយគូតម្លៃ$15,000អាមេរិកហើយបើតាមពាក្យបណ្ដឹងនឹងការត្រាវជ្រាវរបស់សមត្ថកិច្ចបានដឹងថាការវះកាត់ដោះដូរក្រលៀនលក់នេះគឺមានចំនួន12គូក៏ប៉ុន្តែប្រភពផ្សេងទៀតឲ្យដឹងថាក្នុងមួយថ្ងៃអាចវះកាត់ដោះដូរចំនួន7គូកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2014អាជ្ញាធរប៉ូលីសបានចាប់ឃាត់ខ្លួនជនសង្ស័យ2នាក់គឺឈ្មោះញ៉ែមអាស៊ីសាល់អាយុ29ឆ្នាំនិងឪពុកចុងឈ្មោះញ៉ែមផាលីអាយុ45ឆ្នាំនៅទីក្រុងភ្នំពេញពីបទជួញដូរក្រលៀនទៅប្រទេសថៃប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកកៅធាបានប្រាប់កាសែតចិនសិនហួរកាលពីដើមខែកក្កដាថាចានេះគឺជាករណីជួញដូរក្រលៀនលើកទី1ហើយដែលអាជ្ញាធរចាប់បានលោកថាជនសង្ស័យបានលួងលោមបញ្ឆោតជនរងគ្រោះមួយចំនួនដែលមានជីវភាពក្រីក្រដើម្បីធ្វើការវះកាត់យកក្រលៀនចេញនៅមន្ទីរពេទ្យក្នុងប្រទេសថៃលោកកៅធាអះអាងថាជនសង្ស័យបានលក់ក្រលៀនក្នុងតម្លៃពី$10,000ដល់$13,000ប៉ុន្តែផ្ដល់ប្រាក់ឲ្យជនរងគ្រោះដែលលក់ក្រលៀនគឺពី$3,000ទៅ$5,000លោកថាក្រមច្បាប់នៅកម្ពុជាជនសង្ស័យនឹងអាចជាប់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំពីបទជួញដូរសរីរាង្គខាងក្នុងរបស់មនុស្សមន្ត្រីគណៈបកជាប់ឆ្នោតទាំងពីរមានជំនឿថារដ្ឋាភិបាលនឹងបើកកិច្ចប្រជុំវិសាមញ្ញជាថ្មីទៀតនៅសប្តាហ៍ក្រោយកិច្ចប្រជុំនោះនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗទាក់ទងនឹងការរៀបចំបោះឆ្នោតការជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋាភិបាលព្រមទាំងគណៈកម្មការជំនាញនានាសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពីរឿងនេះរបស់លោកវ៉ាន់វិចា
មន្ត្រីជាន់ខ្ពស់គណៈបកជាប់ឆ្នោតទាំងពីរមានសូទេនិយមថាក្រុមប្រឹក្សាធម្មនុញ្ញនឹងមិនជំទាស់លើប្រការ6នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលអ្នកតំណាងរាស្ត្រទាំង122រូបទើបតែអនុម័តធ្វើវិសោធនកម្មកាលពីថ្ងៃសុក្រដើម្បីបើកផ្លូវឲ្យមានកិច្ចប្រជុំវិសាមញ្ញជាថ្មីទៀតនៅសប្តាហ៍ក្រោយនោះឡើយមន្ត្រីអ្នកនាំពាក្យរដ្ឋសភាលោកជៀងវុននៅថ្ងៃទី10ខែសីហាមានប្រសាសន៍ថាលោកមិនទាន់បានទទួលដំណឹងពីកិច្ចប្រជុំសភាបន្តទេលោកបន្តថាគណៈកម្មការជំនាញដែលគណៈបកប្រជាជនកម្ពុជាដឹកនាំនោះមិនបដូរសមាជិកប្រធានគណៈកម្មការនោះឡើយនិយាយជារួមអ្វីៗទាំងអស់នឹងដំណើរការទៅមុខតាមការគ្រោងទុកនិងតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរកាលពីថ្ងៃទី22ខែកក្កដាចំពោះសំណួរដែលសួរថាតើនឹងមានការកាត់ប្រាក់ខែអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងនៅពេលដែលនៅក្រៅសភាជិត1ឆ្នាំឬអត់នោះលោកជៀងវុនឆ្លើយថារឿងនេះមិនទាន់ដឹងយ៉ាងម៉េចនៅឡើយតែលោកយល់ថាអ្នកដែលមិនធ្វើការមិនគួរណាទទួលបានប្រាក់ខែនោះទេឆ្លើយតបនឹងបញ្ហានេះមន្ត្រីអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពញ្ញរិទ្ធមានប្រសាសន៍ថាបើសិនជាក្រុមប្រឹក្សាធម្មនុញ្ញមិនជំទាស់នោះកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភានឹងកើតឡើងនៅសប្តាហ៍ទី2នៃខែសីហានេះលោកបន្តថាគណៈបកសង្គ្រោះជាតិបានរៀបចំសមាជិកប្រធាននិងអនុប្រធានគណៈកម្មការជំនាញរដ្ឋសភារួចហើយដើម្បីស្វែងរកការគាំទ្រពីអ្នកតំណាងរាស្ត្រប៉ុន្តែលោកមិនប្រាប់ពីសមាជិកគណៈកម្មការជំនាញទាំងអស់នោះទេទោះជាបែបណាក្តីអនុប្រធានគណៈបកសង្គ្រោះជាតិលោកកំសុខាទម្លាយឲ្យដឹងថាគណៈបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នារួចហើយក្នុងការដាក់សមាជិកគណៈកម្មការជំនាញរដ្ឋសភានេះនិងបេក្ខភាពអនុប្រធានទី1រដ្ឋសភាលោកកំសុខានឹងក្លាយជាអនុប្រធានទី1រដ្ឋសភាលោកអេងឆៃអៀងក្លាយជាប្រធានគណៈកម្មការទី1គឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្គការនិងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាលោកប៉ុលហំជាប្រធានគណៈកម្មការទី3ជាគណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍជនបទបរិស្ថាននិងធនធានទឹកលោកចែមពញ្ញរិទ្ធកាន់ការជាប្រធានគណៈកម្មការទី7គណៈកម្មការអប់រំយុវជនកីឡាធម្មការសាសនាវប្បធម៌និងទេសចរចំណែកឯលោកស្រីមួសុខួរជាប្រធានគណៈកម្មការទី8គឺគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនិងលោកយឹមសវណ្ណជាប្រធានគណៈកម្មការទី10ជាគណៈកម្មការអង្គការបោះសម្អាតនិងប្រឆាំងអំពើពុករលួយលោកបន្តថាគណៈបកបានស្នើឲ្យលោកសំរងស៊ីបំពេញតួនាទីជាប្រធានគណៈកម្មការទី10នៃរដ្ឋសភាដែលទើបតែបង្កើតថ្មីនោះប៉ុន្តែប្រធានគណៈបកប្រឆាំងមិនព្រមទទួលនោះឡើយព្រមព្រៀងនៅទីក្រុងម៉ានីលនៅហ្វីលីពីនណាតែតែយើងមកគិតឥឡូវវិញថាលោកសំស៊ីទៅអាណត្តិនេះលោកសំស៊ីទៅដោយតាមកម្លេចឆ្នោតក៏ទៅដឹកនាំរដ្ឋាភិបាលខ្ញុំដឹកនាំសភាអញ្ចឹងណាចំពោះបញ្ហាដែលសម្រាប់ទទួលយកការធ្វើវិសោធនកម្មប្រការ6នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាឬអត់នោះមន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោកព្រំញៀនវិចិត្រមិនលើកទូរស័ព្ទឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរីឡើយនៅល្ងាចថ្ងៃទី10ខែសីហាឆ្នាំ2014ចំណែកឯសមាជិកប្រធានគណៈកម្មការជំនាញរដ្ឋសភាដែលគណៈបកកណ្ដាលអំណាចក្តោបក្តាប់វិញមាន5គណៈកម្មការដោយបកសង្គ្រោះជាតិដែរសមាជិកគណៈកម្មការជំនាញទាំង5នៃរដ្ឋសភានោះមានដូចជាលោកជៀមយៀបជាប្រធានគណៈកម្មការទី2គឺគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មលោកហ៊ុនណេងជាបងប្រុសរបស់លោកហ៊ុនសែនលោកនឹងកាន់ការជាប្រធានគណៈកម្មការទី4ជាគណៈកម្មការមហាផ្ទៃការពារជាតិអង្គការបោះសម្អាតនិងមុខងារសាធារណៈលោកជៀងវុនកាន់ការជាប្រធានគណៈកម្មការទី5គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននិងលោកប៉ែនបញ្ញាជាប្រធានគណៈកម្មការទី6គឺគណៈកម្មការនីតិកម្មនិងយុត្តិធម៌ចុងក្រោយគឺអ្នកស្រីងិនសាផុនជាប្រធានគណៈកម្មការទី9គឺគណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ប្រៃសណីឧស្សាហកម្មរ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំណែកឯសមាជិកនៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញក្នុងចំណោមសមាជិកទាំង9នាក់គឺមានតែ2នាក់ប៉ុណ្ណោះដែលត្រូវបង្ហាញឲ្យសាធារណជនដឹងរួមមានលោកគួយប៊ុនរឿននិងអ្នកស្រីពងជាវេកកន្លងមកមានព័ត៌មានថាបកប្រឆាំងចង់ដាក់បេក្ខភាពកូនស្រីលោកកំសុខាជាបេក្ខជនសមាជិកកោជបប៉ុន្តែព័ត៌មាននេះទៅបានគណៈបកសង្គ្រោះជាតិបដិសេធប្រពន្ធក្រៅផ្លូវការខ្លះបញ្ជាក់ថាបកកណ្ដាលអំណាចចង់ដាក់សមាជិកកោជបមួយចំនួនសពថ្ងៃឲ្យធ្វើជាសមាជិកកោជបបន្តហើយលោកសំរងស៊ីក៏ចង់ដាក់សាច់ញាតិម្នាក់ទៀតឲ្យធ្វើសមាជិកកោជបដែរប៉ុន្តែព័ត៌មានផ្លូវការមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយនោះទេខ្ញុំវ៉ាន់វិចាវិទ្យុអាស៊ីសេរីភ្នំពេញ
សមាជិកសហគមន៍ខ្មែរកម្ពុជាក្រោមបណ្ដាញយុវជនជាច្រើនក្រុមនិងប្រសង់ប្រមាណជា 1000 នាក់និងអង្គមានគម្រោងធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃច័ន្ទនេះតវ៉ាចំពោះមន្ត្រីស្ថានទូតប្រទេសវៀតណាមដែលបានថ្លែងថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់វៀតណាមតាំងតែពីយូរលង់ណាស់មកហើយចាលោកថាជាថាប្រធានសមាគមខ្មែរកម្ពុជាក្រោមមានប្រសាសន៍នៅថ្ងៃទី 10 ខែសីហាថាបាតកម្មនេះធ្វើនៅទីលានប្រជាធិបតេយ្យដោយមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញលោកបានបន្ថែមបន្តថាក្រោយពីការជួបជុំគ្នាហើយគឺមានការបញ្ជូនញត្តិតវ៉ាតាមរយៈតំណាងទៅក្រសួងការបរទេសទៅស្ថានទូតវៀតណាមនិងទៅដាក់តាមស្ថានទូតអាស៊ាននៅកម្ពុជាញត្តិនឹងទីមួយនៅក្រសួងការបរទេសយើងសូមឲ្យក្រសួងការបរទេសខ្មែរនិងក៏ហៅឯកអគ្គរដ្ឋទូតយូននឹងគឺមកធ្វើកំណត់ការទូតឲ្យបានច្បាស់លាស់អំពីរឿងអ្វីដែលខាងរដ្ឋាភិបាលយូនលើកឡើងពីការទឹកដីកម្ពុជាក្រោមថាជាទឹកដីរបស់យូនតាំងពីយូរមកហើយមួយទៀតនេះគឺការមិនឆ្លើយតបដល់ទៅសោះចំពោះបាតុករចំពោះប្រជាពលរដ្ឋខ្មែរដែលធ្វើបាតកម្មប្រតិញត្តិមកស្លឹកនឹងក៏មានរឿងតាំងចំពោះប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងហើយទីរឿងទៅខាងបណ្ដាប្រទេសអាស៊ានគឺយើងចង់ឲ្យប្រទេសអាស៊ានជួយអន្តរាគមន៍ជួយជំរុញឲ្យប្រទេសយួនគោរពគោលការណ៍អាស៊ានឲ្យបានពេញលេញសម្ពាធជាកិច្ចការផ្ទៃក្នុងដោយបាននិយាយប៉ះពាល់ដល់កម្ពុជានិងមើលងាយជាប្រវត្តិនៅខ្មែរយ៉ាងច្រើនចាក់កន្លងមកប្រជាប្រដ្ឋខ្មែរនិងសមាជិកសមាគមខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់បានធ្វើបាតកម្មតវ៉ាចំនួន2លើករួចមកហើយដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាមសុំទោសចំពោះពាក្យសម្ដីថ្លែងជាសាធារណៈរបស់ខ្លួនថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់វៀតណាមជាយូរណាស់មកហើយការតវ៉ានោះធ្វើឡើងលើកទី1នៅថ្ងៃទី8ខែកក្កដានិងលើកទី2នៅថ្ងៃទី21និង22ខែកក្កដាគឺនៅមុខស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីគ្រូបង្រៀនមួយចំនួននៅខេត្តស្វាយរៀងរិះគន់ការជ្រើសរើសមេប្រយោគប្រឡងបាក់ឌុបនិងឌីប្លូមនៅក្នុងឆ្នាំ2014នេះចាសសេចក្តីរាយការណ៍ពីរឿងនេះលោកនាងនឹងបានស្ដាប់នាពេលបន្តិចទៀតនេះប្រជាប្រដ្ឋនៅភូមិ2ក្នុងឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរីនៅថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថាក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចវៀតណាមបានរំលោភធ្វើរបងហុំព័ទ្ធលើដីដែលក្រុមហ៊ុនបានយល់ព្រមបោះបង្គោលព្រំដីបែងចែករវាងក្រុមហ៊ុននិងដីសហគមន៍រួចហើយលោករដ្ឋាភិបាលរាយការណ៍ដីត្រៀមបំរុងសហគមន៍ប្រមាណ10ហិកតាត្រូវបានក្រុមហ៊ុនហងអញលំផាត់រំលោភយកជាថ្មីទៀតដើម្បីពង្រីកដីសម្បត្តិសេដ្ឋកិច្ចកាលពីខែកុម្ភៈក្រុមហ៊ុនហងអញលំផាត់បានព្រមព្រៀងកាត់ចេញផ្ទៃដីមានផលប៉ះពាល់ប្រជាពលរដ្ឋដែលជាប់នឹងតំបន់ជម្រកសត្វព្រៃស្រុកលំផាត់ជិត 2000 ហិកតាប្រគល់ឲ្យប្រជាពលរដ្ឋអភិរក្សបន្ទាប់ពីគម្រោងផ្ដាល់ដីសម្បត្តិនេះធ្វើឲ្យប្រជាពលរដ្ឋតវ៉ាអស់រយៈពេលជាង3ឆ្នាំកន្លងទៅតំណាងសហគមន៍ភូមិស្រែឈូកលោកកៅស៊ូលេងរៀបរាប់ថាកម្មករក្រុមហ៊ុនបានចូលមកបោះបង្គោលព្រំដីថ្មីហួសបង្គោលចាស់ហើយរាយលួសបន្លាធ្វើជារបងកាត់យកដីសហគមន៍ប្រមាណ3ថ្ងៃកន្លងទៅនេះលោកបន្តថាសហគមន៍បានទៅប្រាប់ឲ្យកម្មករផ្អាកការធ្វើរបងបណ្ដោះអាសន្នដើម្បីដោះស្រាយបញ្ហាប៉ុន្តែពួកគេមិនយល់ព្រមអានឹងព្រមព្រៀងហើយដល់លើដល់គេធ្វើរបងនេះគេធ្វើចូលមកក្នុងគេអត់យកតាមច្បាប់រឿងព្រមព្រៀងហ្នឹងឯណាគេយកចូលមកក្នុងនេះវិញប្តីប្រជាពលរដ្ឋរហូតក្រុមហ៊ុនហ្នឹងក្រុមហ៊ុនវៀតណាមឈ្មោះហងអញលំផាត់ទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បត្តិរបស់ក្រុមហ៊ុនដូនពេញអាគ្រីកូកាលពីដើមខែមីនាគ្រឿងចក្រក្រុមហ៊ុនបានឈូសឆាយហួសព្រំដីសម្បត្តិ100ម៉ែត្របន្ទាប់ពីក្រុមហ៊ុនបានវាស់វែងឯកភាពគ្នាជាមួយប្រជាពលរដ្ឋភូមិចំនួន2នៅជាប់ដីសម្បត្តិនិងមានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីដែនចម្រោកសត្វព្រៃចូលរួមមួយលើករួចទៅហើយប៉ុន្តែអ្នកភូមិបាននាំគ្នាទៅបោះបង្គោលនោះឡើងវិញហើយមិនមានប្រតិកម្មណាមួយពីភាគីក្រុមហ៊ុនឡើយប្រធានភូមិស្រែឈូកលោកម៉ៃចៃទទួលស្គាល់ថាក្រុមហ៊ុនបានរំលោភជាលើកទី2បើទោះបីការបោះបង្គោលព្រំដីសម្បត្តិបានធ្វើរួចរាល់ក្តីលោកថាកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំស្រុកដោះស្រាយបញ្ហានេះព្រមព្រៀងពីមុនមានអីហ្នឹងអានេះវាចូលមកទៀតហ្នឹងណាយើងលួចចូលមកទៀតនេះវាបង្គោលចាស់ខ្ញុំមានគុំហើយវិទ្យុអស៊ីសេរីនៅថ្ងៃទី10ខែសីហាមិនអាចតាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនតាក់ទិនការចោទប្រកាន់នេះបានទេយ៉ាងណាក៏ដោយអភិបាលស្រុកលំផាត់លោកគង់ស្រុនអះអាងថាលោកជាសាក្សីក្នុងការបោះបង្គោលព្រំដីរវាងសហគមន៍និងក្រុមហ៊ុនដូច្នេះប្រសិនមានការរំលោភមែនលោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តចុះដោះស្រាយឯកភាពគ្នាឯងតើបង
បើសិនជាមានការមិនប្រក្រតីតើយើងរីកាជូនទៅថ្នាក់ខេត្តដើម្បីឲ្យថ្នាក់ខេត្តគាត់រៀបចំគណៈកម្មការពិនិត្យឡើងវិញដូចគ្នានេះដែរមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តរតនគិរីលោកឆៃធីអះអាងដែរថានេះជាលើកទី2ហើយដែលសហគមន៍បានប្តឹងសុំកិច្ចអន្តរាគមន៍ពីការរំលោភដីពីសំណាក់ក្រុមហ៊ុនវៀតណាមនេះលោកថានេះគឺជាការបំពានទៅលើប្រកាសរួមរបស់ក្រសួងបរិស្ថាននិងក្រសួងកសិកម្មស្តីពីការកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បត្តិក្រសួងបរិស្ថានកាលពីឆ្នាំ2011បានផ្ដល់ដីសម្បត្តិជិត 9,000 ហិកតាក្នុងដែនជម្រកសត្វព្រៃលំផាត់ទៅឲ្យក្រុមហ៊ុនដូនពេញអាហ្គ្រីកូបន្ទាប់មកក្រុមហ៊ុនបានឈូសឆាយធ្វើព្រំដីសម្បត្តិចូលគៀកមកក្បែរភូមិប្រជាពលរដ្ឋហុំព័ទ្ធយកដីត្រៀមបំរុងធ្វើស្រែចម្ការព្រៃចិញ្ចឹមសត្វនិងទីទួលប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់សកម្មភាពឈូសឆាយនេះធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់លើកគ្នាទៅបញ្ឈប់មិនឲ្យគ្រឿងចាក់បន្តការឈូសឆាយខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចំណែកប្រជាពលរដ្ឋនឹងជំទប់ទី2ឃុំចរណោកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងវិញបានដឹងថាក្រុមឈ្មួញនេសាទត្រីខុសច្បាប់ដែលភ័យច្រើនមកពីខេត្តសៀមរាបបានប្រើរបាំងអួនក្រឡាញឹករាប់សិបគីឡូម៉ែត្រដើម្បីចាប់ត្រីក្នុងរដូវហាមឃាត់ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរឬមន្ត្រីជំនាញឡើយលោកចិនជាថាមានសេចក្តីរាយការណ៍ព័ត៌មាននេះរបាំងសាច់អួនក្រឡាញឹកឬលូស្បៃមុងជាង10ខ្សែដែលមានប្រវែងជាង3គីឡូម៉ែត្រត្រូវបានប្រជាពលរដ្ឋបង្ហើបថាជាកម្មសិទ្ធិរបស់ក្រុមឈ្មួញមកពីខេត្តសៀមរាបដោយមានការខົບខិតជាមួយឈ្មួញក្នុងស្រុកម្នាក់ឈ្មោះខ្ជិបនៅភូមិត្អួររលំនៃឃុំកំពង់ហាវបានធ្វើសកម្មភាពចាប់ត្រីទាំងយប់ទាំងថ្ងៃអស់រយៈពេលជិត3ខែមកហើយជំទប់ទី2ឃុំជ្រណោកមកពីគណៈបកប្រឆាំងលោកឈុំឈៀងមានប្រសាសន៍នៅថ្ងៃទី10ខែសីហាថាលោកបានឃើញបទល្មើសនេះជាក់ស្ដែងនៅចំណុចកប់ចានិងចំណុចបាំងវាលទល់នៃឃុំជ្រណោកនៅពេលដែលមនុស្សចំនួន8នាក់កំពុងជិះទូកចំនួន2គ្រឿងធ្វើសកម្មភាពល្មើសហើយពួកគេភាគច្រើនមកពីខេត្តសៀមរាបលោកបញ្ជាក់ថាចំពោះសាច់អួនដែលមានប្រវែងរាប់សិបគីឡូម៉ែត្រនេះក្រុមជនល្មើសអាចផ្ដាច់ទៅជាកំណាត់ខ្លីៗបានដោយងាយនិងឆាប់រហ័សនៅពេលដែលដឹងថាមានការចោទបង្ក្រាបពីសមត្ថកិច្ចម្ដងគឺវាមានគ្រប់កន្លែងបាទនេះខ្ញុំនិយាយពីរឿងឃុំजनोកមួយគឺប្រមូលតាំងពីខេត្តណាមកក៏មកដាក់នៅនឹងកន្លែងजनोកនេះនិយាយរួមទៅខ្ញុំវាពិបាកនិយាយត្រង់ថាពលិសមានទេមានហេតុអីក៏ធ្វើអត់កាយគ្រាន់តែថាដូចជាមើលមិនឃើញឬក៏ឃើញហើយដូចជាមិនឃើញចំណែកពលរដ្ឋម្នាក់រស់នៅឃុំជ្រណោកលោកស៊ុំស៊ីមថ្លែងទាំងក្តីបារម្ភថាប្រសិនបើបទល្មើសនៅតែបន្តកើតមានច្រើននិងគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពដោយសពថ្ងៃទៀតនោះធនធានមច្ឆជាតិគ្រប់ប្រភេទនឹងត្រូវបាត់បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខហើយប្រជាពលរដ្ឋដែលមានមុខរបរនេសាទជាលក្ខណៈគ្រួសារកាន់តែមានជីវភាពក្រលំបាកដោយសារតែបញ្ហានេះនេះវាដូចជាថាគេដាក់ដោយគ្មាននរណាហាមឃាត់ឬអ្វីក៏គេត្រូវរកគ្នាក៏មិនដឹងព្រោះយើងមិនអ្នករងទេយើងមិនសូវដឹងខ្សែអីគេអ្នករងណាចាំសំណងពរដូចថាខាងលើនេះជួយរួមចោះចាក់ស្កាត់ថាបញ្ហានេះមើលទៅទាំងមើលនេះបើបដោយវាចេះតែទៅធំហើយមកភាសារាល់តែឆ្នាំ 2-3 ឆ្នាំដែរខ្ញុំមើលទាំងមើលអ្នកប្រព្រឹត្តវិទ្យុអាស៊ីសេរីមិនអាចស្វែងរកប្រភពតាក់ទងឈ្មួញត្រីឈ្មោះខ្ជិបដើម្បីសូមការពន្យល់ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនិងជំទប់ទី2ឃុំជ្រណោកនេះបានទេនៅថ្ងៃទី10ខែសីហាចំណែកនេះខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោកសេងប៊ុនឈឿនថ្លែងបញ្ជាក់ថាគ្រប់សកម្មភាពល្មើសមិនថាឈ្មួញណាឡើយខាងលោកនឹងចុះបង្ក្រាបទាំងអស់ប៉ុន្តែទាល់តែមានការចូលរួមសហការពីប្រជាពលរដ្ឋដែរលោកថាបច្ចុប្បន្នបញ្ហាបទល្មើសដែលលោកមើលឃើញច្រើនគឺប្រភេទឧបករណ៍ស្បៃមុងនេះប៉ុន្តែក្រោយពីខាងលោកចុះបង្ក្រាបជាបន្តបន្ទាប់ឃើញថាបទល្មើសបានថយចុះទៅវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះខ្ញុំចូលទៅម្ដងហើយខ្ញុំទៅមានដែរប៉ុន្តែមានខ្លីៗណាតែខាងបើលើខ្ញុំទូព័ត៌មានហ្នឹងខ្ញុំចង់ឲ្យគេទៀតព្រោះខ្ញុំមើលមិនគ្រប់ជ្រុងជ្រោយណាប្រហែលសប្តាហ៍ខ្ញុំឃើញថយដោយសារតែយើងធ្វើសកម្មភាពដូចគ្រឿងអលឹមណាតែយើងហ៊ានបន្ថយដៃ12អាទិត្យយើងមិនចប់អាហ្នឹងកើតណាតំណាងបណ្ដាញសហគមន៍អ្នកនេសាទបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំងលោកសិនសុបញ្ញាឲ្យដឹងថាបើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសប៉ុន្តែបទល្មើសនៅតែបន្តកើតមានដដែលជាពិសេសការប្រើឧបករណ៍របាំងអួនក្រឡាញឹកឬលូស្បៃមុងដែលភាគច្រើនគេឃើញមាននៅខេត្តចំនួន3គឺកំពង់ឆ្នាំងកំពង់ចាមនិងខេត្តកណ្ដាលខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងអាស៊ីសេរីលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះ
ចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍មួយចំនួនទៀតផ្ដោតអំពីគ្រូបង្រៀននៅខេត្តស្វាយរៀងថាមានការប្រកាន់បកពួកក្នុងការជ្រើសរើសមេប្រយោគពេលប្រឡងឌីប្លូមនិងបាក់ឌុបឆ្នាំនេះចាកុមារគ្រប់អាយុចូលរៀនកំពុងប្រឈមនឹងបញ្ហាអនក្ខរភាពឬភាពមិនចេះអក្សរនៅខេត្តពោធិ៍សាត់ស្ថានភាពលំបាករបស់ជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាលហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាចាគ្រូបង្រៀននៅខេត្តស្វាយរៀងមួយចំនួនបានរិះគន់មន្ទីរអប់រំយុវជននិងកីឡាខេត្តថាបានគិតគូរតែបុគ្គលិកក្នុងមន្ទីរចំណែកឯគ្រូបង្រៀនឯកទេសនៅតាមសាលាខ្លះមិនបានបញ្ជូនឈ្មោះឲ្យទៅធ្វើជាមេប្រយោគប្រឡងបាក់ឌុបនិងឌីប្លូមនៅក្នុងឆ្នាំ2014នេះទេមន្ត្រីសង្គមស៊ីវិលលើកឡើងថាកន្លងមកការបញ្ជូនឈ្មោះរបស់គ្រូបង្រៀនទៅធ្វើជាមេប្រយោគច្រើនកើតមានអំពើពុករលួយប្រកាន់បកពួកនិយមជាពិសេសគឺនៅតាមមន្ទីរអប់រំខេត្តលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍រឿងនេះដូចតទៅក្រុមគ្រូបង្រៀនសម្ដែងការមិនពេញចិត្តទៅនឹងចំណាត់ការរបស់គណៈគ្រប់គ្រងនៃមន្ទីរអប់រំខេត្តហើយអំពាវនាវសូមឲ្យក្រសួងអប់រំយុវជននិងកីឡាត្រួតពិនិត្យការបញ្ជូនឈ្មោះគ្រូតាមសាលានីមួយៗជាការលើកទឹកចិត្តដល់គ្រូបង្រៀនទៅធ្វើជាគណៈមេប្រយោគឲ្យបានស្មើភាពគ្នាគ្រូបង្រៀនលើកឡើងថាថ្នាក់ដឹកនាំមន្ទីរអប់រំបែងចែកភារកិច្ចរបស់គ្រូបង្រៀនខ្វះចន្លោះដោយមិនខ្វល់ខ្វាយពីសុខទុក្ខរបស់មន្ត្រីសកម្មការងារថ្នាក់ក្រោមនោះទេគ្រូបង្រៀននៅវិទ្យាល័យស្រុកស្វាយជ្រុំខេត្តស្វាយរៀងម្នាក់គឺលោកច័កភីឲ្យដឹងថាលោកលះបង់កម្លាំងកាយចិត្តបម្រើរាជការធ្វើជាគ្រូបង្រៀនជាច្រើនឆ្នាំមកហើយបើទោះជាសពថ្ងៃប្រាក់ខែតិចតួចក៏ដោយចុះគឺទៅបង្រៀនសិស្សពុំដែលគិតគូរពីទុក្ខលំបាករបស់ខ្លួនឡើយលោកច័កភីនិយាយថាសពថ្ងៃនេះលោកហាក់អស់ទឹកចិត្តក្នុងការទៅបង្រៀនសិស្សទៅហើយការដែលគ្រូបង្រៀនអស់កម្លាំងចិត្តនេះពីព្រោះថាមន្ត្រីថ្នាក់ដឹកនាំរបស់ខ្លួនឆក់ល្វែងក្នុងការបញ្ជូនឈ្មោះរបស់ពួកគាត់ទៅធ្វើជាគណៈមេប្រយោគនាពេលកន្លងទៅលោកឲ្យដឹងថាគ្រូបង្រៀនជាច្រើនអ្នករួមទាំងលោកផងបានបញ្ជូនឈ្មោះទៅមន្ទីរអប់រំធ្វើជាគណៈមេប្រយោគតាំងពីប្រឡងឌីប្លូមរហូតមកទល់ប្រឡងបាក់ឌុបក៏នៅតែពុំបានចេញទៅធ្វើជាមេប្រយោគឡើយហើយការប្រឡងបាក់ឌុបឆ្នាំនេះក្រសួងអប់រំបានរឹតបន្តឹងជាងឆ្នាំមុនក៏ដោយចុះតែគ្រូដែលបង្រៀនសិស្សនៅតាមវិទ្យាល័យមួយចំនួនពុំបានរឹតបន្តឹងនិងយកចិត្តទុកដាក់ដោយការប្រឡងបាក់ឌុបរបស់សិស្សឆ្នាំនេះទេលោកថាលោកសោកស្ដាយចំពោះថ្នាក់ដឹកនាំរបស់ខ្លួនដែលភ្លេចគិតគូរពីទុក្ខលំបាកដោយមិនចាត់គ្រូបង្រៀនទៅធ្វើជាគណៈមេប្រយោគឲ្យបានស្មើភាពគ្នាខ្ញុំក៏វាអត់មានកំហុសមានអីដែរតែបើសិនជាមានកំហុសអានឹងខ្ញុំក៏អស់ចិត្តតែខ្ញុំអត់មានដែរមានកំហុសខំបំពេញការងារយ៉ាងយកចិត្តទុកដាក់បំផុតខ្ញុំមិនដែលមានដើរផ្ដេសផ្ដាស់ក្នុងទីសាលារបស់ខ្ញុំមកដល់ការងារគ្រប់ពេលម៉ោងទាំងអស់តែជាថ្នាក់ទីឬក្រសួងមិនអោយអីក្នុងនាមខ្ញុំជាគ្រូបរិញ្ញាដែរខ្ញុំចង់បានថាធ្វើម៉េចឲ្យមានតម្លាភាពទៅនឹងកុំឲ្យដល់ពេលចេញមកលទ្ធផលមកមន្ទីរឆ្លើយមិនដឹងមន្ទីរដាក់ក្រសួងឆ្លើយមកមន្ទីរវិញអានេះមានន័យថាយើងជាផ្នែកក្រសួងអប់រំយើងជាមនុស្សដែលមានចំណេះដឹងមានធនធានកំពង់ខ្ពស់បែរទៅជាគ្មានភាពទទួលខុសត្រូវខ្ញុំក៏នៅចង់បានប៉ុណ្ណឹងរីឯគ្រូបង្រៀននៅឯស្រុកដំដួលម្នាក់ទៀតគឺលោកខាត់សានីថ្លែងថាមន្ត្រីអប់រំខេត្តចាត់បញ្ជូនឈ្មោះរបស់គ្រូបង្រៀនទៅធ្វើជាគណៈមេប្រយោគខុសពីឆ្នាំមុនដោយគ្រូបង្រៀននៅតាមវិទ្យាល័យរួមទាំងនាយកសាលាផងពុំបានចេញទៅធ្វើជាគណៈមេប្រយោគប្រឡងបាក់ឌុបដោយពេលសពដងឡើយលោកខាត់សានីនិយាយថាមន្ទីរអប់រំខេត្តធ្វើដូចនេះពុំបានផលចំណេញដល់មន្ត្រីថ្នាក់ក្រោមនោះទេផ្ទុយទៅវិញរឹតតែធ្វើឲ្យបាក់ស្មារតីរបស់គ្រូបង្រៀនវិញទេពីព្រោះតែពួកគាត់ជាអ្នកបង្រៀនសិស្សផ្ទាល់លោកថាបញ្ហានេះប្រសិនបើក្រសួងអប់រំបណ្ដេតបណ្ដោយពុំបានកែតម្រង់ទេការប្រឡងឆ្នាំក្រោយៗទៀតអាចធ្វើឲ្យប៉ះពាល់ដល់ការបង្រៀនសិស្សហើយសិស្សគ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រឡងយកសញ្ញាបត្រគ្រូដែលអត់ជាក់ស្ដែងនៅសាលាខ្ញុំអញ្ចឹងអត់3នាក់អញ្ចឹងគាត់មួយសញ្ញេថាអន់ចិត្តណាស់ធ្វើការរៀនមួយឆ្នាំគេដែរគេបានទៅហើយថាយើងអត់បានទៅខ្ញុំធ្លាប់បានទៅតាក់ទងដល់ខាងការឡែងសុំនឹងដែរសួរគេទៅគេបកស្រាយដូចជាថាឆ្នាំហ្នឹងសិស្សមានការថយចុះអញ្ចឹងប្រហែលជាក្រសួងនឹងរៀបចំដោយការដកឈ្មោះគ្រូមួយចំនួនចេញអញ្ចឹងអត់បានធ្វើអត់បានអីអញ្ចឹងតែអញ្ចឹងទៅខ្ញុំក៏មិនបានទៅតាក់ទងនៅខាងលើទៀតហើយប៉ុន្តែខ្ញុំសួរព័ត៌មានទៅខាងក្រសួងហ្នឹងគាត់ថាមិនមែនបណ្ដាលមកពីបញ្ហាហ្នឹងទេបណ្ដាលមកពីខាងមន្ត្រីហ្នឹងអត់ផ្ញើឈ្មោះទៅ
វិទ្យុ RCC ពុំអាចតាក់ទងប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តស្វាយរៀងដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេតាមទូរស័ព្ទដោយទូរស័ព្ទរោពុំមានអ្នកទទួលប៉ុន្តែប្រធាននាយកដ្ឋានមធ្យមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាលោកអឹងង៉ៅហុកមានប្រសាសន៍បញ្ជាក់ថាក្រសួងអប់រំពុំមានលទ្ធភាពបញ្ជូនគ្រូទៅធ្វើជាគណៈមេប្រយោគប្រឡងបាក់ឌុបឲ្យបានគ្រប់គ្នានោះទេម្យ៉ាងទៀតគ្រូបង្រៀនដែលមានកាតព្វកិច្ចធ្វើជាគណៈមេប្រយោគនោះជាភារកិច្ចរបស់ប្រធានមន្ត្រីតាមបណ្ដាខេត្តនានាទូទាំងប្រទេសជាអ្នកជ្រើសរើសហើយបញ្ជូនមកឲ្យក្រសួងចំណែកឯខាងក្រសួងវិញបានត្រឹមតែរៀបចំលិខិតឧទ្ទេសនាមតាមបញ្ជីឈ្មោះដែលបញ្ជូនមកប៉ុណ្ណោះយើងធ្វើការក្នុងក្របខ័ណ្ឌមួយគេហៅថានិយាមហើយអ្នកតាកំណត់ចឹងការកំណត់និយាមដែលតម្រូវការមេប្រយោគនោះគឺយើងមាននិយាមច្បាស់លាស់ហើយយើងបែងចែកកូតាទៅតាមរាជធានីខេត្តហ្នឹងទៅតាមសមាមាត្រចំនួនបេក្ខជនដែលមាននៅប្រចាំខេត្តហ្នឹងណាហើយបកគលទៅឲ្យខេត្តខញ្ញាបញ្ជូនកូតាហ្នឹងមកអញ្ចឹងចំនួនសមាជិកគណៈមេប្រយោគហ្នឹងគឺរឿងថាបានគ្រប់គ្នាមិនបានគ្រប់គ្នាហ្នឹងវាអាស្រ័យទៅលើនិយមបេក្ខជនតាមខេត្តមួយមន្ត្រីសង្គមស៊ីវិលលើកឡើងថាកន្លងមកការបញ្ជូនឈ្មោះរបស់គ្រូបង្រៀនទៅធ្វើជាគណៈមេប្រយោគច្រើនកើតមានអំពើពុករលួយប្រកាន់បកពួកនិយមជាពិសេសនៅតាមបណ្ដាមន្ទីរអប់រំខេត្តតែម្ដងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោករងឈុនមានប្រសាសន៍ថាក្រសួងអប់រំគួរគិតគូរផ្ដល់អាទិភាពឲ្យគ្រូបង្រៀនទៅធ្វើជាគណៈមេប្រយោគដើម្បីជីវភាពរស់នៅរបស់ពួកគាត់ពីព្រោះថាពួកគាត់ប្រាក់ខែតិចហើយលះបង់កម្លាំងកាយចិត្តបង្រៀនសិស្សផ្ទាល់លោករងឈុនចាត់ទុកការមិនបញ្ជូនគ្រូដែលបង្រៀនសិស្សផ្ទាល់ទៅធ្វើជាគណៈមេប្រយោគនេះថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងភាពថ្លៃថ្នូររបស់គ្រូបង្រៀនតាមការពិតមន្ត្រីក្រសួងអប់រំគ្រាន់តែឆ្លើយទម្លាក់កំហុសដាក់គ្នាទេមិនមានការទទួលខុសត្រូវទេការដែលលើកឡើងនៅបែបហ្នឹងខ្ញុំទៅថាមិនទេប៉ុន្តែយើងត្រូវបញ្ចេញពួកគាត់ណាដែលបង្រៀនផ្ទាល់ហ្នឹងឲ្យបានចេញទាំងអស់គ្នាទៅហើយបើសល់គឺសល់មន្ត្រីនៅតាមមន្ទីរអប់រំឬមន្ត្រីចេញពីក្រសួងហ្នឹងយើងត្រូវឲ្យនៅសល់ទៅប៉ុន្តែចំពោះគ្រូបង្រៀនដែលគាត់បង្រៀនផ្ទាល់មិនត្រូវឲ្យសល់ទេបាទការប្រឡងបាក់ឌុបនៅឆ្នាំ2014នេះក្រសួងអប់រំយុវជននិងកីឡាបានរឹតបន្តឹងជាងឆ្នាំណាទាំងអស់ការរឹតបន្តឹងនេះរហូតដល់មានបេក្ខជនខ្លះត្រូវគណៈមេប្រយោគបណ្តេញចេញពីបន្ទប់ប្រឡងឬឲ្យធ្លាក់ដោយស្វ័យប្រវត្តិនិងមានបេក្ខជនដែលបន្លំខ្លួនប្រឡងជំនួសគេនៅខេត្តស្វាយរៀងចំនួន3នាក់ហើយត្រូវតុលាការឃុំខ្លួនដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ខ្ញុំហុំចម្រើនវិទ្យុ RCC ពីខេត្តព្រៃវែងវិស័យអប់រំគឺជាវិស័យអតិភិបមួយក្នុងចំណោមវិស័យអតិភិបផ្សេងទៀតដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ប៉ុន្តែបច្ចុប្បន្នវិស័យអប់រំនេះនៅតែជាបញ្ហាចោទជាដដែលគឺក្នុងការផ្តល់សេវាអប់រំដល់កុមារតូចៗដែលរស់នៅតាមទីជនបទដាច់ស្រយាលកុមារជិត200នាក់ដែលគ្រប់អាយុចូលរៀននៅភូមិវាលវង្សស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កំពុងប្រឈមនឹងបញ្ហាអនក្ខរភាពឬភាពមិនចេះអក្សរគឺដោយសារតែពួកគេមិនបានទៅរៀនលោកចិនជាថាជួនសេចក្តីរាយការណ៍នេះពិស្ដារការធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណជា20គីឡូម៉ែត្រពីទីរួមស្រុកភ្នំក្រវាញឆ្ពោះទៅកាន់លំនៅឋានរបស់អ្នកភូមិទាំងពីរតំបន់នេះមានសភាពស្ងាត់ជ្រងំនិងយូរម្ដងមានសូរសំឡេងសត្វយំនៅតាមដើមឈើអមសងខាងផ្លូវនៅពេលចូលទៅដល់ភូមិភ្លាមសំឡេងសត្វយំបានជំនួសមកវិញដោយសំឡេងក្មេងតូចប្រឡែងគ្នាសើចយ៉ាងសប្បាយខណៈដែលឪពុកម្ដាយកំពុងតែអង្គុយពិភាក្សាគ្នាអំពីការរុះរើលំនៅឋានចេញពីតំបន់ដែលប្រឈមទៅនឹងការលិចទឹកនិងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់អ្នកភូមិដែលភាគច្រើនមានកូនចន្លោះពី5ទៅ8នាក់ទើបរុះរើផ្ទះសម្បែងចេញពីចំណុចខ្សាំងនិងកណោមមកតាំងទីលំនៅថ្មីនៅចំណុចអូសោមដែលអាជ្ញាធរកំពុងរៀបចំភូមិឋានសម្រាប់ពលរដ្ឋចំនួន185គ្រួសារដើម្បីជម្លៀសចេញពីផ្ទៃបាតអាងនៃទំនប់ប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះប្រជាពលរដ្ឋបានត្អូញត្អែស្រដៀងគ្នាថាបញ្ហាកូនចៅមិនបានរៀនសូត្រក៏ជាទុក្ខកង្វល់មួយដែរសម្រាប់អ្នកភូមិក្នុងកលៈទេសៈលំបាកបែបនេះ
មេក្រុមប្រជាពលរដ្ឋរស់នៅចំណុចខ្សាំងនិងកណោមលោកឈឹមសុផាតមានប្រសាសន៍ថាកន្លងទៅអ្នកភូមិធ្លាប់រៀបចំក្រុមសាមគ្គីដើម្បីចាត់ចែងឲ្យមានកម្មវិធីបង្រៀនក្មេងៗក្នុងភូមិដោយជ្រើសរើសគ្រូបង្រៀនពីក្នុងភូមិផ្ទាល់ប៉ុន្តែដំណើរការនៃការសិក្សានេះបានរយៈពេល7-2ខែក៏រលាយបាត់ទៅវិញដោយសារតែគ្រូបង្រៀនមិនសូវមានជំនាញចំណេះដឹងច្បាស់លាស់ម្យ៉ាងពួកគាត់កំពុងជួបប្រទះនឹងបញ្ហាជីវភាពផងក្រៅរៀនសូត្រចង្ការនៅផ្ទះលេងនេះអាយនឹងមានរបរយើងស្រុកព្រៃជួនកាលដែលគេមានបងប្អូនគេផ្ញើនឹងភូមិវាវងចេញពីនេះទៅដីប្រហែលជាជាង5-10គីឡូជួនកាលគេផ្ញើម្ដាយមីងគឺយាយយើងទៅណាចង់ឲ្យកូនរៀនអញ្ចឹងទៅដល់យើងអ្នកនេះអត់មានអីផ្ញើអត់ទៅអាខ្លះហូតដល់កូន2កូន3មិនដែលបានរៀនយ៉ាងណាលោកឈឹមសុផាតក៏សម្ដែងក្តីសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងការរៀនសូត្ររបស់ក្មេងតូចៗក្នុងភូមិបន្ទាប់ពីរៀបចំភូមិឋានសម្រាប់ពួកគាត់រស់នៅរួចរាល់លោករំលឹកថាអ្នកភូមិភាគច្រើនបានរស់នៅចំណុចទាំងពីរតាំងពីដូនតារាប់ចំនួនមកហើយនិងខ្លះបានចូលមករស់នៅក្នុងអំឡុងឆ្នាំ1986ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរតម្រូវឲ្យពួកគាត់មករស់នៅម្ដុំត្រង់ចំណុចអូសោមដើម្បីគេចចេញពីគ្រោះទឹកជំនន់និងងាយស្រួលគ្រប់គ្រងបន្ទាប់ពីសាងសង់ទំនប់ចិត្តរួចអានេះគម្រោងរដ្ឋាភិបាលគេថាទុកដីចំនួន4ហត្ថហ្នឹងធ្វើនៅសុខភាពសាលារៀននិងទីដែលវត្តអារាមយើងសាលាចោតទៀនគាត់បាក់ទី1គឺឯងថ្នាំពេទ្យហើយនឹងអាដែលជីវភាពរស់នៅដូចថាស្បៀងអាហារហ្នឹងដែលគាត់មកអញ្ចឹងវាអាក់ខាននេះមានបានធ្វើណាឡើយតែភ័យបារម្ភគាត់រកអីភាគច្រើនរកចម្រុះជាប់ទឹកជាប់អីខ្លះក៏ទៅចាំងអាកូនកញ្ញូងកូនកលឹងទិញទួយមកតែប៉ុណ្ណឹងព្រោះអស់ឈើធំទៀតហើយរងថ្ងៃក្នុងវ័យ17ឆ្នាំកញ្ញាទៀងសុទីនស្ថិតក្នុងចំណោមក្មេងក្នុងភូមិដែលមានអាយុស្របាលនាងជាច្រើនទៀតនាងកំពុងលក់ចាប់ហួយនៅក្រោមសន្យាផ្ទះដែលទើបរុះរើចេញពីចំណុចខ្សាំងមកតាំងទីលំនៅថ្មីត្រង់ចំណុចអូសោមបានថ្លែងទាំងអឹមអៀមថានាងធ្លាប់រស់នៅជាមួយបងប្អូននៅឯទីរួមស្រុកភ្នំក្រវាញនិងរៀនបានថ្នាក់ទី1ក៏ឈប់ទៅសពថ្ងៃកញ្ញាមានបងប្អូនចំនួន4នាក់ប៉ុន្តែពួកគេក៏មិនទទួលបានការរៀនសូត្រដូចជាកញ្ញាដែរមិនបោះបានរៀនណាស់តែម៉ែខ្ញុំយកមកវិញរៀនណាស់រៀននៅក្រវាញទី1ចង់រៀនទៀតទេចាហើយចាំបើសិនបើរៀនចាស់ទៅអាចជួយអីក្មេងខ្មាំងនៅក្នុងស្រុកក្នុងភូមិមិនបានទេមើលខ្ញុំធំហើយរៀនការផងតែធ្វើការខ្សែចំការដែរតាក់ទងបញ្ហានេះប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់លោកសួងសុភីមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្ននៅទូទាំងខេត្តសាលាមត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យមានចំនួន400កន្លែងហើយចំនួននេះបានឆ្លើយតបទៅនឹងការសិក្សារបស់សិស្សប្រហែលជា 80% ចំណែកនៅតំបន់ដែលខ្វះខាតសាលារៀនភាគច្រើនគឺជាតំបន់ដែលប្រជាពលរដ្ឋមានការជម្លៀសចុះឡើងពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុន្តែការសាងសង់សាលាបន្ថែមតាមរយៈដៃគូផ្ដល់ជំនួយផ្សេងៗកំពុងតែខិតខំធ្វើណាស់ដែរគាត់ទាំងវេនព្រៃតទៅទៀតដែលយើងមកព្យាយាមធ្វើសាលាបន្តឲ្យគាត់សុំគេសុំអីហ្នឹងថានិយាយឲ្យឆ្លើយតបវាឆ្លើយហើយបណ្ដាចំនួនដែលខ្វះវានៅតែខ្វះព្រោះនៅស្រុកភ្នំតាវ៉ាញវាខ្វះតែប្រជាពលរដ្ឋដែលឡើងទៅនោះបន្ថែមលើនេះអភិបាលរងខេត្តពោធិ៍សាត់លោកខុយរីដាមានប្រសាសន៍យ៉ាងខ្លីថាចំពោះពេលវេលានៃការសាងសង់សាលារៀនមណ្ឌលសុខភាពនិងវត្តអារាមសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះគឺមិនអាចកំណត់ពេលបានឡើយដោយសារតែការងារខ្លះត្រូវធ្វើសំណើដល់ថ្នាក់ជាតិប៉ុន្តែខាងអាជ្ញាធរកំពុងតែខ្នះខ្នែងពន្លឿនលើការងារនេះហើយអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គមលោកកែមលៃមានប្រសាសន៍ថាបច្ចុប្បន្នសាលារៀននៅកម្ពុជាមានចំនួនសមស្របប៉ុន្តែអ្វីដែលជាបញ្ហាគឺគុណភាពអប់រំនិងបញ្ហាមួយទៀតគឺក្មេងនៅកម្រិតមត្តេយ្យសិក្សាបានចូលរៀនតិចតួចលោកថាដើម្បីពង្រឹងគុណភាពអប់រំគ្រូត្រូវតែមានការបណ្ដុះបណ្ដាលបន្តនិងប្រាក់បៀវត្សគ្រូបង្រៀនសមរម្យជាដើមក្មេងមត្តេយ្យចូលរៀនបានតិចណាអាយុ 3-4 ឆ្នាំពី3ឆ្នាំហ្នឹងចូលរៀនបានត្រឹម 15% ឯនៃក្មេងទៅដល់ហើយបើក្មេងអាយុ5ឆ្នាំហ្នឹងចូលរៀនបានប្រហែលជា 25-30% ចឹងក្មេង 70% pre school ហ្នឹងអត់បានចូលរៀនទេ
របាយការណ៍សង្ខេបកម្រាស់46ទំព័ររបស់ក្រសួងអប់រំយុវជននិងកីឡាស្ដីពីលទ្ធផលការងារអប់រំក្នុងឆ្នាំសិក្សា 2012-2013 និងទិសដៅឆ្នាំសិក្សា 2013-2014 បង្ហាញថាការងារអប់រំសម្រាប់កុមារតូចមានការកើនឡើងដោយមានមត្តេយ្យសាលាកើនចំនួន337កន្លែងក្នុងនោះមត្តេយ្យសិក្សារដ្ឋកើនចំនួន371កន្លែងមត្តេយ្យសិក្សាឯកជនកើនឡើងចំនួន55កន្លែងនិងមត្តេយ្យសិក្សាសហគមន៍ថយចុះចំនួន89កន្លែងរបាយការណ៍ដដែលក៏បង្ហាញអំពីបញ្ហាប្រឈមមួយចំនួនទៀតទាក់ទងនឹងការអប់រំកម្រិតមត្តេយ្យសិក្សាដូចជាការខ្វះគ្រូមត្តេយ្យសិក្សារដ្ឋនិងសម្ភារៈរូបវន្តសមត្ថភាពគ្រូមត្តេយ្យនិងគ្រូបឋមសិក្សាដែលបង្រៀនថ្នាក់មត្តេយ្យសិក្សានៅមានកម្រិតជាដើមចំណែកនៅកម្រិតបឋមសិក្សាក៏មានបញ្ហាប្រឈមមួយចំនួនដែរដូចជាការខ្វះគ្រូបង្រៀននិងបណ្ណារក្សនៅតាមតំបន់ដាច់ស្រយាលដែលជួបការលំបាកនិងបញ្ហាចំណាកស្រុកដែលជះឥទ្ធិពលដល់ការបោះបង់ការសិក្សារបស់ក្មេងជាដើមខ្ញុំបាទចិនជេថាវត្ថុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងលោកនាងជាទីមេត្រីអង្គការប្រឡូកខ្មែរដែលចុះធ្វើការជាមួយនឹងសហគមន៍ប្រជាពលរដ្ឋជាច្រើននៅខេត្តព្រះវិហារឲ្យដឹងថាទើបតែរៀងរាល់ខែក្រមជនជាតិដើមភាគតិចគួយជាច្រើនអ្នកបានចំណាយប្រាក់ជាច្រើនម៉ឺនរៀលទៅលើការទិញថ្នាំពេទ្យនិងថ្លៃព្យាបាលជំងឺបញ្ហាទាំងនេះបណ្ដាលមកពីពួកគេពុំសូវយល់ដឹងអំពីចំណីអាហារស្អាតនិងការប្រើប្រាស់ទឹកស្អាតជាដើមសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកហងសៅយុទ្ធអ្នកគ្រប់គ្រងសហគមន៍ជនជាតិដើមភាគតិចគួយនៅឃុំប្រមេស្រុកត្បែងមានជ័យកំពុងព្រួយបារម្ភបញ្ហាសុខភាពដោយថាពេលបច្ចុប្បន្នប្រជាពលរដ្ឋរបស់គេជាច្រើនឧស្សាហ៍ប្រឈមមុខនឹងជំងឺរាគរូសជំងឺរលាកក្រពះនិងជំងឺពោះវៀនជាដើមបញ្ហាទាំងនេះបណ្ដាលមកពីការរស់នៅប្រចាំថ្ងៃបរិភោគអាហារមិនស្អាតនិងប្រើប្រាស់ទឹកមិនស្អាតជារៀងរាល់ថ្ងៃនៅរដូវប្រាំងនិងវស្សាក្រុមជនជាតិដើមភាគតិចគួយជាច្រើនតែងនាំក្រុមគ្រួសារចាក់ចេញពីផ្ទះចូលទៅក្នុងព្រៃឆ្ងាយដាច់ស្រយាលដើម្បីប្រកបរបរកសិកម្មធ្វើស្រែនិងចម្ការការរស់នៅក្នុងព្រៃជាច្រើនថ្ងៃនោះពួកគេតែងប្រើប្រាស់ទឹកមិនស្អាតនិងបេះបន្លែផ្លែឈើព្រៃដើម្បីធ្វើជាអាហារទទួលទានជាមួយបាយបុរសជនជាតិដើមភាគតិចគួយម្នាក់នៅឃុំប្រមេក្នុងចំណោមជនជាតិដើមភាគតិចគួយជាច្រើនទៀតគឺលោកសិទ្ធសាវនលោកមានប្រសាសន៍ថាជាទម្លាប់ជនជាតិដើមភាគតិចនៅពេលចាកចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃធ្វើស្រែចម្ការគឺមិនដែលយកទឹកស្អាតពីផ្ទះទៅទុកប្រើប្រាស់ទេបុរសដដែលបញ្ជាក់ថាទាំងរូបគាត់និងអ្នកភូមិជាច្រើនទៀតនៅពេលធ្វើស្រែចម្ការក្នុងព្រៃគឺតែងទៅដងទឹកអូរទឹកត្រពាំងឬក៏ជីកដីឲ្យចេញទឹករួចដងយកទៅប្រើប្រាស់និងដាំស្លគាត់បញ្ជាក់ថារូបគាត់ឧស្សាហ៍កើតជំងឺរាគរូសនិងចុកពុះដែរនៅពេលដែលពិសាទឹកទាំងនោះពួកខ្ញុំជីកដងដែរជំរឿកន្លះម៉ែត្រយកទឹកហ្នឹងយកមកហូបយកមកប្រើប្រាស់អត់មានទឹកស្អាតផ្សេងទេមានទឹកត្រពាំងទឹកអូរទឹកបន្លែប្រើប្រាស់ទឹកហ្នឹងដល់ពេលយើងប្រើទៅវាធ្វើឲ្យសក់កធ្វើឲ្យរាគរូសហើយវាធ្វើឲ្យសុខភាពចុះខ្សោយស្ត្រីជនជាតិដើមភាគតិចម្នាក់ទៀតគឺអ្នកស្រីនួនរ៉េតដែលកំពុងអង្គុយដាំបាយមួយឆ្នាំងធំនៅក្រោមខ្ទមស្រែហើយយូរអោនផ្លុំភ្លើងម្ដងមានប្រសាសន៍ថារៀងរាល់រដូវវស្សាគឺគាត់តែងនាំប្តីនិងកូនចេញពីផ្ទះជាច្រើនសប្តាហ៍ទៅស្នាក់នៅក្នុងព្រៃដើម្បីធ្វើស្រែការស្នាក់នៅក្នុងព្រៃនោះគឺគាត់តែងដងទឹកដែលដក់តាមក្រឡុកយកទៅងូតឬក៏បោកគក់សម្លៀកបំពាក់ចំណែកឯទឹកផឹកនិងទឹកដាំបាយគឺគាត់ជីកដីធ្វើជាអណ្ដូងរាក់មួយនៅជិតខ្ទមអ្នកស្រីនួនរ៉េតបញ្ជាក់ថាទឹកដែលដងចេញពីអណ្ដូងនោះទាំងគាត់និងក្រុមគ្រួសារតែងផឹកដោយមិនបានដាំចំអិនទេចានោះទឹកផឹកនោះហ៎តាមណាត់តន្ទលពូហូបទឹកចៅប៉ុណ្ណោះហើយ
មិននោះទៅនោះអានឹងផ្លូវនេះយន្តក៏រមាំងហើយប៉ុន្តែណាអ្នកស្រីបែយ៉ាងចេះហើយចិនចិត្តដើមគួយប្រាក់តិចបែយ៉ាងចេះហើយតាំងពីដើមមកប៉ុន្តែយើងក៏កូនបែឈឺពោះចុកពោះក៏ទៅណាក៏លេបថ្នាំប៉ុន្តែមិនបើអ្នកស្រុកអ្នកស្រីចេះបើយើងធ្វើអនាម័យតាមពេទ្យចឹងបានអនុវត្តទឹកស្អាតចឹងបានដោយថាសម្ភារៈប្រើប្រាស់ណាគេធ្វើមិនបានទេបើយើងខ្វះខាតក្រុមជនជាតិដើមភាគតិចគួយជាច្រើនទៀតអះអាងប្រហាក់ប្រហែលគ្នាថាពួកគេតែងប្រឈមមុខនឹងជំងឺជាច្រើននៅពេលដែលចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃនារដូវធ្វើស្រែចម្ការហើយបច្ចុប្បន្ននេះការប្រឈមមុខជាថ្មីទៀតគឺចាប់តាំងពីក្រុមហ៊ុនចិនឈ្មោះឡានហ្វេងទទួលបានដីសម្បត្តិសេដ្ឋកិច្ចដាំអំពៅដោយប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ស្មៅនៅជាប់តំបន់ដីស្រែចម្ការរបស់ពួកគេមកគឺពួកគេតែងប្រឈមមុខនឹងជំងឺបំពង់កឬក៏ស្អកកនៅពេលដែលជីកដីយកទឹកទៅផឹកឬក៏ដាំស្លអង្គការពន្លកខ្មែរគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលតែងចុះធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ទីនោះមន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរលោកប៉ិសុភ័ណ្ឌមានប្រសាសន៍ថានៅក្នុងរដូវធ្វើស្រែនិងចម្ការស្ទើរតែរៀងរាល់សប្តាហ៍លោកតែងសង្កេតឃើញក្រុមជនជាតិភាគតិចជាច្រើនមានបញ្ហាសុខភាពហើយនាំគ្នាទៅទិញថ្នាំឬក៏ទៅព្យាបាលនៅតាមគ្លីនិកឯកជនក្នុងទីរួមខេត្តព្រះវិហារលោកបិសុភ័ណ្ឌឲ្យដឹងថាជាធម្មតាពេលរស់នៅក្នុងភូមិគឺតាមផ្ទះរបស់ជនជាតិភាគតិចខ្លះមានធុងចម្រោះទឹកស្អាតប្រើប្រាស់ដែរក៏ប៉ុន្តែនៅពេលដែលពួកគេទៅស្នាក់នៅក្នុងព្រៃគឺមានទម្លាប់ប្រើប្រាស់ទឹកមិនស្អាតដែលដក់តាមទីវាលដោយមិនទាំងដាំចម្អិនផងលោកបិសុភ័ណ្ឌបញ្ជាក់ទៀតថាក្នុងរដូវធ្វើស្រែចម្ការម្ដងគឺជនជាតិភាគតិចគួយម្នាក់អាចចំណាយប្រាក់ប្រមាណពី30ទៅ40ម៉ឺនរៀលលើថ្លៃថ្នាំពេទ្យនិងថ្លៃព្យាបាលដោយសារតែការផឹកទឹកមិនស្អាតនៅតាមទីវាលពួកគាត់ជាច្រើនគាត់ឆ្លើយថាយើងនៅផ្ទះយើងហូបចឹងទៅក៏ប៉ុន្តែដល់ពេលមកព្រៃយើងរវល់តែដាំវល់តែរកទឹកស្អាតពីណាមកគឺចឹងយើងធ្វើឲ្យអត់ទាន់ការងាររបស់គាត់ណាការប្រឈមមុខនឹងសុខភាពរបស់គាត់គឺមានច្រើនណាស់ព្រោះកន្លងទៅគាត់រីករូសមានជំងឺគ្រុនចាញ់ហើយនិងជំងឺឈឺកាពះពោះវៀនរបស់គាត់ហ្នឹងគឺតែងតែមានជាតារាបើយើងពិនិត្យមើលគ្លីនិកឈ្នួលនៅខេត្តវិញគឺសហគមន៍ជនជាតិដើមភាគតិចយើងគាត់ឡើងមកច្រើនមែនតើមួយថ្ងៃពីរថ្ងៃអញ្ចឹង30-40ម៉ឺនអញ្ចឹងទៅគាត់ចំណាយមេឃុំប្រមេលោកណែមថាំងយល់ស្របទៅនឹងអ្វីដែលអង្គការក្រៅរដ្ឋាភិបាលលើកឡើងនេះដោយលោកមានប្រសាសន៍ថានៅពេលដែលអ្នកភូមិរបស់លោកចេញពីភូមិទៅស្នាក់នៅក្នុងព្រៃធ្វើស្រែចម្ការម្ដងគឺមានអ្នកឈឺក្រពះពោះវៀនអ្នករាករូសនិងអ្នកកើតជំងឺអាសន្នរោគជាដើមលោកមេឃុំកំពុងមានកង្វល់ទៅលើបញ្ហាដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកមិនស្អាតនេះលោកណែមថាំងឲ្យដឹងថានៅក្នុងឃុំប្រមេគឺមានជនជាតិដើមភាគតិចគួយប្រមាណជាង500គ្រួសារហើយ 75% នៃអ្នកទាំងនោះពុំមានទឹកស្អាតប្រើប្រាស់ទេនៅពេលដែលគេចេញទៅស្នាក់នៅធ្វើស្រែចម្ការក្នុងព្រៃនាតំបន់ដាច់ស្រយាលបញ្ហាប្រជាជនខ្ញុំបារម្ភមែនទែនត្រង់ថាគាត់ពុំទាន់មានការយល់ដឹងចូលជ្រះអំពីសុខភាពអនាម័យអញ្ចឹងហើយមួយទៀតគាត់ក៏មានការជួបលំបាកភាពខ្វះខាតអាជ្ញាធរឃុំប្រមេអំពាវនាវដល់អង្គការសុខភាពនានាព្រមទាំងមន្ត្រីសុខាភិបាលរបស់រដ្ឋាភិបាលឲ្យជួយផ្ដោតការយកចិត្តទុកដាក់ទៅលើសុខភាពជនជាតិដើមភាគតិចគួយនៅខេត្តព្រះវិហារផងពីព្រោះតែជនជាតិដើមទាំងនោះភាគច្រើនជាជនក្រីក្រពុំសូវមានការចេះដឹងខ្ពស់និងមិនសូវយល់ពីការអប់រំផ្នែកសុខភាពឡើយចំណែកការរស់នៅប្រចាំថ្ងៃគឺគ្មានសម្ភារៈសម្រាប់ទឹកស្អាតនិងមិនមានថ្នាំក្លរ៉ាមីនដើម្បីដាក់ទឹកសម្លាប់មេរោគទេខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបចា៎នាងខ្ញុំទេពសារាវីសូមជម្រាបសួរអស់លោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីពលរដ្ឋបរិយាកាសជាង100នាក់នៅសេសសល់នៅតែបន្តរស់នៅលើគំនរសំរាមនិងក្រោមជណ្ដើរអគារដោយឃើញស្ថានភាពរស់នៅលំបាកនេះខាងសាលារាជធានីភ្នំពេញសម្រេចរៀបចំវេទិកាសាធារណៈដោះស្រាយលំនៅឋានជូនពួកគេទាំងនោះតើវេទិកានេះមានប្រសិទ្ធភាពអាចរងាប់ចំនួនដីធ្លីរវាងអ្នកបរិយាកាសជាមួយក្រុមហ៊ុនផានអ៊ីមិចដែរឬទេសូមលោកនាងរងចាំស្ដាប់កិច្ចពិភាក្សាក្នុងវេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីនាយប់ថ្ងៃអង្គារទី12សីហាចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានបញ្ចប់ប្រេងម៉ា
មកស៊ូតជាច្រើនលីត្របានធ្លាយហូរចូលស្រែរបស់កសិករតាមប្រឡាយមេដែលត្រូវគេបង្ហូរតាមប្រព័ន្ធរំដោះទឹកនៅក្នុងសង្កាត់អូចាខេត្តបាត់ដំបងកសិករទាំងនោះព្រួយបារម្ភថាព្រៃមកស៊ូតនឹងបំផ្លាញត្រីច្រើនហិកតានៅផ្នែកខាងក្រោមខ្សែទឹកចំនួនទឹកទន្លេមេគង្គនៅបន្តឡើងឥតឈប់ឈរហើយបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជា20នាក់និងប៉ះពាល់ផលស្រូវដំណាំរាប់ម៉ឺនហិកតារបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅតាមខេត្តមួយចំនួនទន្ទឹមនឹងទឹកចំនួនជន់លិចតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាតំបន់មួយចំនួនទៀតបែរជាខ្វះទឹកធ្វើស្រែនៅក្នុងពេលរដូវវស្សាសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃក្រសួងមហាផ្ទៃកំពុងសួរចម្លើយទៅលើមនុស្សមួយក្រុមពាក់ព័ន្ធនឹងការវះកាត់ជួញដូរក្រលៀនមនុស្សខុសច្បាប់កាលពីថ្ងៃទី9ខែសីហាសមត្ថកិច្ចសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធនិងតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សមួយក្រុមនៅមន្ទីរពេទ្យប្រកេតមីលាហៅពេទ្យធំប៉ុន្តែសមត្ថកិច្ចហាក់លាក់លៀមមិនទាន់ទម្លាយព័ត៌មានប្រាប់ពីអត្តសញ្ញាណនិងចំនួនជនសង្ស័យដែលបានឃាត់ខ្លួនពាក់ព័ន្ធអំពីករណីនេះទោះជាយ៉ាងនេះក្តីព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គម Facebook ខ្លះសរសេរថាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស9នាក់ក្នុងនោះមានទាំងឧត្តមសេនីយ៍ឯកលីសវណ្ណប្រធានមន្ទីរពេទ្យប្រកេតមីលានិងលោកឧត្តមសេនីយ៍តូកែវរាវុធដែលជាអនុប្រធានមន្ទីរពេទ្យផងដែរប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកកែវធៀបបានប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថាករណីនេះលោកកំពុងស៊ើបអង្កេតពាក់ព័ន្ធនឹងការជួញដូរក្រលៀននេះមេធាវីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកគង់ពិសីមានប្រសាសន៍ការប្រយុទ្ធមិនថាលោកមិនដែលដឹងថានៅប្រទេសកម្ពុជាអាចមានមន្ទីរពេទ្យវះកាត់ដូរក្រលៀននេះបានលោកបន្តថាច្បាប់នៅកម្ពុជាគឺហាមវះកាត់យកចេញសរីរាង្គខាងក្នុងរបស់មនុស្សរួមមានបេះដូងឬក្រលៀនជាដើមទោះបីថាបុគ្គលនោះស្លាប់ក៏ដោយកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2014អាជ្ញាធរប៉ូលីសបានចាប់ឃាត់ខ្លួនជនសង្ស័យ2នាក់គឺឈ្មោះញ៉ែមអាស៊ីសល់អាយុ29ឆ្នាំនិងឪពុកចុងឈ្មោះញ៉ែមផលីអាយុ45ឆ្នាំនៅទីក្រុងភ្នំពេញពីបទជួញដូរក្រលៀនទៅប្រទេសថៃប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកកៅធាបានប្រាប់កាសែតចិនសិនហួរកាលពីដើមខែកក្កដាថាចានេះគឺជាករណីជួញដូរក្រលៀនលើកទី1ហើយដែលអាជ្ញាធរចាប់បានលោកថាជនសង្ស័យបានលួងលោមបញ្ឆោតជនរងគ្រោះមួយចំនួនដែលមានជីវភាពក្រីក្រដើម្បីធ្វើការវះកាត់យកក្រលៀនចេញនៅមន្ទីរពេទ្យក្នុងប្រទេសថៃលោកកៅធាអះអាងថាជនសង្ស័យបានលក់ក្រលៀនក្នុងតម្លៃពី10,000ដល់13,000ដុល្លារប៉ុន្តែផ្ដល់ប្រាក់ឲ្យជនរងគ្រោះដែលលក់ក្រលៀនគឺពី3,000ទៅ5,000ដុល្លារលោកថាក្រមច្បាប់នៅកម្ពុជាជនសង្ស័យនឹងអាចជាប់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំពីបទជួញដូរសរីរាង្គខាងក្នុងរបស់មនុស្សចាសមាជិកសហគមន៍ខ្មែរកម្ពុជាក្រោមបណ្ដាញយុវជនច្រើនក្រុមនិងប្រសង់ប្រមាណជា1000នាក់និងអង្គមានគម្រោងធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃច័ន្ទនេះដើម្បីតវ៉ាចំពោះមន្ត្រីស្ថានទូតវៀតណាមដែលបានថ្លែងថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់វៀតណាមតាំងតែពីយូរលង់ណាស់មកហើយលោកថាច់សិដ្ឋាប្រធានសមាគមខ្មែរកម្ពុជាក្រោមមានប្រសាសន៍នៅថ្ងៃទី10ខែសីហាម្សិលមិញថាបាតកម្មនេះធ្វើនៅទីលានប្រជាធិបតេយ្យដោយមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញលោកបានបន្ថែមដឹងថាក្រោយពីការជួបជុំហើយមានការបញ្ជូនញត្តិតវ៉ាតាមរយៈតំណាងទៅក្រសួងការបរទេសទៅស្ថានទូតវៀតណាមនិងដាក់នៅតាមស្ថានទូតអាស៊ាននៅកម្ពុជាលោកអ្នកនាងជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយចា៎នាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លី
ឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុ LC សេរីតាមរយៈរលកធាតុអាកាសខ្លី